លោកហានស៊ីនជាមេតបដ៏ខ្លាំងពូកែមួយរូបរបស់ចិនកាលសម័យបុរាណដែលបានបម្រើស្ដេចលាវប៉ាងនៅអំឡុងការទាស់ទែងគ្នារវាងនគរហាននិងនគរឈូលោកបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតរាជវង្សហានលោកជាវីរៈបុរសមួយរូបក្នុងចំណោមវីរៈបុរស3រូបរបស់រាជវង្សហាននិងត្រូវបានគេចាត់ទុកថាជាកំពូលមេតបដ៏អស្ចារ្យដែលពូកែខាងយុទ្ធសាស្ត្រសង្គ្រាមលោកមិនដែលចាញ់ក្នុងសមរភូមិឡើយលោកហានស៊ីនកំពូលមេតបចិនសម័យបុរាណដែលបានចូលរួមបង្កើតរាជវង្សហានដោយសារតែស្នាដៃដ៏អស្ចារ្យនេះហើយលោកត្រូវបានគេចាត់ទុកថាជាទេវតាសង្គ្រាមដើម្បីទទួលស្គាល់ពីការចូលរួមចំណែករបស់លោកហានស៊ីនស្ដេចលាវប៉ាងបានផ្ដល់ងារជាស្ដេចឈីដល់លោកនៅក្នុងឆ្នាំ203មុនគ្រិស្តសករាជនិងស្ដេចឈូនៅឆ្នាំបន្ទាប់ទោះយ៉ាងណាស្ដេចលាវប៉ាងខ្លាចឥទ្ធិពលរបស់លោកហានស៊ីននិងបានកាត់បន្ថយអំណាចរបស់លោកជាបន្តបន្ទាប់នៅចុងឆ្នាំ202មុនគ្រិស្តសករាជនៅក្នុងឆ្នាំ196មុនគ្រិស្តសករាជលោកត្រូវបានចោទប្រកាន់ពីបទចូលរួមការបះបោរនិងបានធ្លាក់ចូលអន្ទាក់និងត្រូវបានប្រហារជីវិតតើកំពូលមេតបចិនបុរាណរូបនេះមានប្រវត្តិយ៉ាងណាសូមអញ្ជើញទស្សនាវីដេអូដែលបរិយាយសង្ខេបដូចតទៅលោកហានស៊ីនកើតនៅក្នុងក្រុងហួយយិនដែលបច្ចុប្បន្នជាខេត្តជាងស៊ូរបស់ចិនលោករស់នៅក្នុងគ្រួសារមានជីវភាពក្រីក្រយ៉ាងខ្លាំងដោយសារតែឪពុកបានស្លាប់ចោលតាំងពីហានស៊ីននៅវ័យក្មេងហានស៊ីនត្រូវបានមនុស្សរស់នៅជុំវិញខ្លួនប្រមាថនិងមើលងាយយ៉ាងខ្លាំងដោយសារតែរូបគេត្រូវរស់នៅដោយពឹងផ្អែកលើអាហាររបស់អ្នកដទៃហានស៊ីនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើយុទ្ធសាស្ត្រសឹកសង្គ្រាមនិងបានចំណាយពេលវេលាយ៉ាងច្រើនរបស់ខ្លួនសិក្សាពីកងទ័ពនិងវឹកហាត់បច្ចេកទេសដាវមានពេលមួយនៅពេលដែលកំពុងជួបនឹងភាពអត់ឃ្លានហានស៊ីនបានជួបនឹងស្ត្រីមួយរូបនិងបានទទួលអាហារពីស្ត្រីនោះហានស៊ីនបានសន្យាថានឹងសងគុណស្ត្រីនោះវិញក្រោយពេលរូបគេសម្រេចបានជោគជ័យធំក្នុងជីវិតប៉ុន្តែស្ត្រីរូបនោះបដិសេធទទួលយកការសងគុណនិងការបដិញ្ញាចិត្តរបស់ហានស៊ីនមានពេលមួយទៀតមានជនបង្កម្នាក់បានឃើញហានស៊ីនកំពុងកាន់ដាវនិងបានបង្ករឿងជាមួយហានស៊ីនជននោះបានឲ្យជំរឿសពីរដល់ហានស៊ីនដោយត្រូវឲ្យសម្លាប់ឬត្រូវលូនក្រោមជើងហានស៊ីនបានដឹងខ្លួនថាខ្លួននឹងក្លាយជាឧក្រិដ្ឋជនប្រសិនជាខ្លួនសម្លាប់ជនបង្កនោះដូច្នេះហានស៊ីនក៏បានសម្រេចចិត្តលូនក្រោមជើងជននោះនិងត្រូវបានជននោះសោកចំអកយ៉ាងខ្លាំងអស់ជាច្រើនឆ្នាំកន្លងផុតទៅក្រោយពេលខ្លាចជាស្ដេចឈូលោកហានស៊ីនបានវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញនិងបានរកឃើញស្ត្រីដែលបានផ្ដល់អាហារឲ្យលោកនិងបានផ្ដល់រង្វាន់មាស 1000 តម្លឹងដល់ស្ត្រីនោះលោកក៏បានជួបមនុស្សបង្ករឿងដែលធ្លាប់បានធ្វើបាបលោកផងដែរនិងមិនបានធ្វើការសងសឹកអ្វីឡើយផ្ទុយទៅវិញលោកបានតែងតាំងបុរសនោះឲ្យមានតំណែងក្នុងជួរកងទ័ពលោកនិយាយថាប្រសិនជាលោកសម្លាប់បុរសម្នាក់នោះលោកនឹងមិនអាចល្បីល្បាញឡើយរហូតដល់ពេលនេះជាមនុស្សដ៏ស្មោះត្រង់ចំពោះចៅវាយនៅក្នុងឆ្នាំ209មុនគ្រិស្តសករាជលោកហានស៊ីនបានចូលរួមក្នុងជួរកងទ័ពរបស់លោកមេទ័ពសៀងលៀងនៅពេលមានការបះបោរផ្ទុះឡើងក្នុងទូទាំងប្រទេសចិនដើម្បីផ្ដួលរំលំរាជវង្សឈិនលោកហានស៊ីនបានបន្តបម្រើលោកសៀងអ៊ីដែលត្រូវជាក្មួយរបស់លោកមេទ័ពសៀងលៀងដែលត្រូវបានគេសម្លាប់នៅក្នុងសមរភូមិឌីងតៅក្នុងអំឡុងពេលនោះលោកហានស៊ីនមិនមានតំណែងខ្ពស់អ្វីឡើយដោយគ្រាន់តែមានតួនាទីជាអ្នកយាមនិងរៀបចំអាហារលោកតែងតែស្នើយុទ្ធសាស្ត្រសង្គ្រាមទៅកាន់លោកមេទ័ពសៀងអ៊ីប៉ុន្តែការស្នើរបស់លោកគ្មានអ្នកណាអើពើនោះទេនៅក្នុងឆ្នាំ206មុនគ្រិស្តសករាជលោកហានស៊ីនបានរត់ចោលជួរទ័ពរបស់លោកសៀងអ៊ីនិងបានទៅចុះចូលជាមួយស្ដេចលាវប៉ាងលោកហានស៊ីនបានក្លាយជាមនុស្សស្មោះត្រង់ខ្លាំងចំពោះស្ដេចលាវប៉ាងទីប្រឹក្សារបស់លោកបានផ្ដល់យោបល់ឲ្យលោកផ្ដាច់ខ្លួនពីការរំលោភស្ដេចលាវប៉ាងប៉ុន្តែលោកបានបដិសេធធ្វើតាមយោបល់នោះព្រមទាំងយកដាវគំរាមនិងប្រាប់ឲ្យឈប់បញ្ចុះបញ្ចូលលោកតទៅទៀតលោកមេទ័ពសៀងអ៊ីបានបញ្ជូនបេសកជនមួយរូបទៅបញ្ចុះបញ្ចូលលោកហានស៊ីនក្នុងគោលបំណងចងសម្ព័ន្ធភាពជាមួយនគរឈូដើម្បីកម្ចាត់ស្ដេចលាវប៉ាងលោកហានស៊ីនបានបដិសេធព្រោះតែលោកមានភាពស្មោះត្រង់នឹងស្ដេចលាវប៉ាងនិងចង់នាំសន្តិភាពឲ្យប្រជាជននៅពេលនោះទស្សនវិស័យរបស់លោកហានស៊ីនមានភាពល្អប្រសើរនិងវែងឆ្ងាយជាងទស្សនវិស័យរបស់ស្ដេចលាវប៉ាងនិងស្ដេចផ្សេងៗទៀតក្នុងអំឡុងសម័យសង្គ្រាមនិងអាណាចក្រឈិនដំបូងឡើយក្រោយពេលចូលបម្រើក្នុងជួរកងទ័ពរបស់ស្ដេចលាវប៉ាងលោកហានស៊ីនមិនត្រូវបានគេផ្ដល់តំណែងសំខាន់អ្វីឡើយនៅពេលមួយលោកបានល្មើសនឹងច្បាប់កងទ័ពដែលនឹងត្រូវទទួលទោសប្រហារជីវិត
នៅពេលដល់វេនដែលត្រូវគេយកទៅកាត់ក្បាលលោកហានស៊ីនបានឃើញលោកសៀវហៅយីងដែលជាមេទ័ពគួរឲ្យទុកចិត្តរបស់ស្ដេចលាវប៉ាងនិងបាននិយាយថាខ្ញុំគិតថាស្ដេចចង់គ្រប់គ្រងអាណាចក្រតើហេតុអ្វីលោកសម្លាប់មនុស្សក្លាហានដូចនេះទៅវិញនៅពេលនោះសៀវហៅយីងមានការភ្ញាក់ផ្អើលចំពោះសម្ដីរបស់លោកហានស៊ីនព្រមទាំងណែនាំលោកទៅស្ដេចលាវប៉ាងស្ដេចលាវប៉ាងមិនមានចំណាប់អារម្មណ៍ចំពោះលោកហានស៊ីនឡើយនិងបានឲ្យលោកហានស៊ីនធ្វើជាអ្នកទទួលខុសត្រូវលើការផ្គត់ផ្គង់ស្បៀងនៅក្នុងអំឡុងពេលនោះលោកហានស៊ីនបានជួបលោកសៀវហឺដែលជាប្រធានទីប្រឹក្សារបស់ស្ដេចលាវប៉ាងលោកសៀវហឺបានទទួលស្គាល់ពីទេពកោសល្យរបស់លោកហានស៊ីននៅឆ្នាំ206មុនគ្រិស្តសករាជស្ដេចលាវប៉ាងទទួលបានងារជាស្ដេចហានពីស្ដេចសៀងអ៊ីក្រោយពេលមានការបែងចែកអតីតចក្រភពឈិនទៅជានគរចំនួន18និងបានផ្លាស់ប្ដូររាជវាំងទៅកាន់តំបន់ដាច់ស្រយាលបាស៊ូដែលបច្ចុប្បន្នស្ថិតនៅក្នុងខេត្តស៊ីឈ្វាន់កងទ័ពជាច្រើនរបស់ស្ដេចលាវប៉ាងសម្ដែងការមិនសប្បាយចិត្តក្រោយចំណាយពេលវេលាអស់ជាច្រើនខែនៅក្នុងតំបន់បាស៊ូនិងបានលះបង់តួនាទីរបស់ពួកគេក្នុងពេលជាមួយគ្នានោះដែរលោកហានស៊ីនមានក្តីរំពឹងថាលោកសៀវហឺនឹងធ្វើការណែនាំរូបលោកទៅកាន់ស្ដេចលាវប៉ាងប៉ុន្តែលោកមិនបានទទួលដំណឹងអ្វីសោះឡើយអស់រយៈពេលដ៏យូរលោកមានការខកចិត្តនិងបានចាកចេញនៅពេលលោកសៀវហឺបានដឹងថាលោកហានស៊ីនបានចាកចេញភ្លាមនោះលោកបានប្រញាប់ប្រញាល់ចេញស្វែងរកលោកហានស៊ីននិងបាននាំយកលោកត្រឡប់មកវិញនិងមិនបានប្រាប់ស្ដេចលាវប៉ាងបានដឹងភ្លាមនោះទេនៅទីបំផុតលោកសៀវហឺដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ស្ដេចលាវប៉ាងបានមកទាន់និងឃើញលោកហានស៊ីននិងបានបញ្ចុះបញ្ចូលឲ្យលោកហានស៊ីនត្រឡប់ទៅជាមួយលោកក្នុងពេលជាមួយគ្នានេះដែរស្ដេចលាវប៉ាងមានក្តីកង្វល់ក្រោយពេលឮពាក្យចចាមអារាមថាលោកទីប្រឹក្សាសៀវហឺក៏បោះបង់ចោលព្រះអង្គដែរក្រោយមកស្ដេចលាវប៉ាងមានអារម្មណ៍ធូរស្រាលវិញក្រោយពេលឃើញទីប្រឹក្សារបស់ខ្លួននាំលោកហានស៊ីនត្រឡប់មកវិញទន្ទឹមនឹងនោះស្ដេចលាវប៉ាងក៏ខឹងលោកទីប្រឹក្សាយ៉ាងខ្លាំងដែរនិងបានចោទសួរថាមនុស្សជាច្រើនបានចាកចេញប៉ុន្តែហេតុអ្វីលោកទៅតាមលោកហានស៊ីនតែម្នាក់នៅពេលនោះលោកទីប្រឹក្សាសៀវហឺបានណែនាំលោកហានស៊ីនទៅកាន់ស្ដេចលាវប៉ាងនិងបាននិយាយថាទេពកោសល្យរបស់លោកហានស៊ីនគ្មាននរណាម្នាក់អាចប្រៀបផ្ទឹមបានឡើយស្ដេចលាវប៉ាងបានទទួលយកការណែនាំរបស់លោកសៀងហឺនិងបានរៀបចំពិធីដើម្បីតែងតាំងលោកហានស៊ីនជាមេទ័ពវាយដណ្ដើមបាននគរ3ក្រោយការតែងតាំងរួចលោកមេទ័ពហានស៊ីនបានធ្វើការវិភាគស្ថានភាពជូនស្ដេចលាវប៉ាងនិងបានរៀបចំផែនការសម្រាប់វាយយកនគរឈូខាងកើតរបស់លោកមេទ័ពសៀងអ៊ីនៅចុងឆ្នាំ206មុនគ្រិស្តសករាជកងទ័ពរបស់ស្ដេចលាវប៉ាងបានចាក់ចេញពីហាងចុងនិងបានត្រៀមខ្លួនសម្រាប់ការវាយប្រហារនគរ3របស់រាជវង្សឈិននៅគួនចុងលោកមេទ័ពហានស៊ីនបានបញ្ជាកងទ័ពមួយចំនួនដោយប្រាប់ពួកគេឲ្យក្លែងខ្លួនជាអ្នកជួសជុលផ្លូវភ្ជាប់ពីតំបន់គួនចុងទៅហានចុងខណៈនោះដែរលោកក៏បានបញ្ជូនកងទ័ពមួយក្រុមផ្សេងទៀតឲ្យឆ្លងកាត់ចិនកាងដោយសម្ងាត់និងបានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលលើលោកចាងហានដែលជាមេទ័ពរបស់រាជវង្សឈិនលោកមេទ័ពចាងហានត្រូវបានចាប់ខ្លួនកងទ័ពរបស់លោកមេទ័ពហានស៊ីនទទួលបានជ័យជំនះនិងបន្តដណ្ដើមបាននគររបស់ស៊ឺម៉ាស៊ីងនិងរបស់លោកតុងអ៊ីដែលជាមេទ័ពរបស់រាជវង្សឈិនក្រោយពេលដណ្ដើមបាននគរ3ពីរាជវង្សឈិនស្ដេចលាវប៉ាងបានអនុញ្ញាតឲ្យលោកមេទ័ពហានស៊ីនដឹកនាំកងទ័ពទៅកម្ចាត់ទ័ពដែលនៅសេសសល់របស់លោកមេទ័ពចាងហាននៅតំបន់ហ្វៃឈឺនិងបានដឹកនាំកងទ័ពទៅវាយប្រហាររាជធានីផេងជឹងរបស់នគរឈូនិងដណ្ដើមរាជធានីនោះបាននៅក្នុងឆ្នាំ205មុនគ្រិស្តសករាជក្រោយមកលោកមេទ័ពសៀងអ៊ីបានវិលត្រឡប់ពីការធ្វើយុទ្ធនាការរបស់ខ្លួននៅនគរឈីដើម្បីវាយដណ្ដើមយករាជធានីផេងជឹងមកវិញនិងបានប្រយុទ្ធឈ្នះស្ដេចលាវប៉ាងនៅក្នុងសមរភូមិផេងជឹងក្រោយពេលបរាជ័យស្ដេចលាវប៉ាងបានដកថយទៅកាន់ស៊ីងយ៉ាងលោកទីប្រឹក្សាសៀវហឺត្រូវបានដាក់ឲ្យគ្រប់គ្រងគួនចុងហើយលោកបានបញ្ជូនលោកហានស៊ីងទៅដឹកនាំកងទ័ពដើម្បីទៅជួយស្ដេចលាវប៉ាងកងទ័ពរបស់លោកហានស៊ីនបានវាយឈ្នះកងទ័ពនគរឈូនៅក្នុងសមរភូមិជីងសៅនិងបានដេញកម្ចាត់ពួកគេទៅភាគខាងកើតស៊ីងយ៉ាងនៅឆ្នាំ205មុនគ្រិស្តសករាជស្ដេចលាវប៉ាងបានតែងតាំងលោកមេទ័ពហានស៊ីនជាមេទ័ពធំនិងបានបញ្ជូនលោកទៅវាយដណ្ដើមនគរសត្រូវនៅភាគខាងជើងប្រទេសចិនគោលដៅដំបូងរបស់លោកមេទ័ពហានស៊ីនគឺវាយនគរវៃខាងលិចដែលដឹកនាំដោយលោកវៃប៉ាវលោកវៃប៉ាវបានចុះចាញ់ស្ដេចលាវប៉ាងនិងបានរត់ទៅចុះចូលជាមួយលោកមេទ័ពសៀងអ៊ីលោកមេទ័ពហានស៊ីនបានបោកបញ្ឆោតកងទ័ពនគរវៃឲ្យមានភាពជ្រួលច្របល់នៅព្រំដែននិងបានវាយឆ្មក់នៅតំបន់អានជីនិងបានទទួលជ័យជំនះនិងថែមទាំងចាប់បានវៃប៉ាវនៅក្នុងសមរភូមិទៀតផងមិនជួប៉ុន្មានលោកមេទ័ពហានស៊ីនបានដឹកនាំកងទ័ពទៅវាយដណ្ដើមយកនគរតៃនិងចាប់បានមេទ័ពសៀស៊ូរបស់នគរតៃ
កងទ័ពរបស់លោកមេទ័ពហានស៊ីនបានបន្តវាយប្រហារទៅលើនគរចៅទោះបីមានកម្លាំងទ័ពតិចក្តីលោកបានដឹកនាំយុទ្ធនាការសឹកនោះដោយជោគជ័យដោយបានតទល់នឹងកម្លាំងទ័ពចំនួន20,000 នាក់របស់នគរចៅនៅក្នុងសមរភូមិជីងស៊ីងក្រោយពេលទទួលបានជោគជ័យលោកមេទ័ពហានស៊ីនបានផ្ញើសារទៅកាន់ស្ដេចចាងទូនៃនគរយ៉ានដើម្បីសុំឲ្យស្ដេចនោះចុះចាញ់ស្ដេចចាងទូក៏យល់ព្រមទទួលយកការចុះចាញ់ស្ដេចលាវប៉ាងនៅចុងឆ្នាំ204មុនគ្រិស្តសករាជស្ដេចលាវប៉ាងបានបញ្ជាឲ្យលោកមេទ័ពហានស៊ីនដឹកនាំកងទ័ពទៅវាយប្រហារលើនគរឈីប៉ុន្តែក្រោយមកស្ដេចលាវប៉ាងបានបញ្ជូនបេសកជនលីអ៊ីជីទៅបញ្ចូលស្ដេចធានហ្គាំងនៃនគរឈីដើម្បីឲ្យចុះចាញ់ដោយមិនបានប្រាប់លោកមេទ័ពហានស៊ីនឡើយលោកមេទ័ពហានស៊ីនបានបញ្ជាឲ្យមានការវាយលុកលើតំបន់លីសៀនិងបន្តដណ្ដើមបានរាជធានីលិនជើរបស់នគរឈីនៅពេលជាមួយគ្នានោះដែរលោកមេទ័ពសៀងអ៊ីបានបញ្ជូនលោកមេទ័ពឡុងជូនិងកងទ័ពទៅជួយស្ដេចធានហ្គាំងលោកមេទ័ពហានស៊ីនបានទទួលជ័យជំនះដ៏ធំមួយទៀតលើកងទ័ពដែលបានរួមកម្លាំងគ្នារវាងនគរឈីនិងឈូនៅក្នុងសមរភូមិទន្លេវៃក្រោយមកលោកមេទ័ពហានស៊ីនបានផ្ញើសារទៅកាន់ស្ដេចលាវប៉ាងដោយស្នើសុំស្ដេចនោះតែងតាំងលោកជាស្ដេចនគរឈីនៅក្នុងពេលនោះស្ដេចលាវប៉ាងកំពុងតែជាប់អន្ទាក់របស់លោកមេទ័ពសៀងអ៊ីនៅតំបន់ស៊ីនយ៉ាងការស្នើសុំរបស់លោកមេទ័ពហានស៊ីនបានធ្វើឲ្យស្ដេចលាវប៉ាងខឹងសម្បាយ៉ាងខ្លាំងពីព្រោះស្ដេចលាវប៉ាងរំពឹងថាលោកមេទ័ពហានស៊ីននឹងមកជួយព្រះអង្គទោះយ៉ាងណាអ្នកយុទ្ធសាស្ត្រពីររូបឈ្មោះចាងលៀងនិងឈិនភីងបានក្រើនរំលឹកដល់ស្ដេចលាវប៉ាងថាកុំឲ្យបដិសេធសំណើរបស់លោកមេទ័ពហានស៊ីនព្រោះលោកមេទ័ពរូបនេះប្រហែលជាមិនសប្បាយចិត្តនិងអាចធ្វើការបះបោរស្ដេចលាវប៉ាងមានការស្ទាក់ស្ទើរនឹងសំណើរបស់លោកមេទ័ពហានស៊ីនក្នុងពេលដំណើរគ្នានោះដែរលោកមេទ័ពសៀងអ៊ីបានបញ្ជូនមន្ត្រីឈ្មោះអ៊ូសឺទៅបញ្ចូលលោកមេទ័ពហានស៊ីនឲ្យប្រកាសឯករាជ្យពីស្ដេចលាវប៉ាងនិងអាចបង្កើតសម្ព័ន្ធមិត្តជាមួយគ្នាទោះយ៉ាងណាលោកមេទ័ពហានស៊ីនបដិសេធនិងនៅតែបង្ហាញភាពស្មោះត្រង់របស់ខ្លួនចំពោះស្ដេចលាវប៉ាងនៅក្នុងឆ្នាំ203មុនគ្រិស្តសករាជស្ដេចលាវប៉ាងបានបង្កើតកិច្ចព្រមព្រៀងឈប់ប្រយុទ្ធគ្នាជាមួយនឹងលោកមេទ័ពសៀងអ៊ីកិច្ចព្រមព្រៀងនោះធ្វើឲ្យមានការបែងចែកប្រទេសចិនជាពីរគឺប្រទេសចិនភាគខាងលិចនិងខាងកើតនិងខិតក្រោមការគ្រប់គ្រងរបស់ពួកគេរៀងៗខ្លួនមិនយូរប៉ុន្មានស្ដេចលាវប៉ាងបានបោះបង់ចោលកិច្ចព្រមព្រៀងនោះនិងបានដឹកនាំកងទ័ពទៅវាយប្រហារលើកងទ័ពរបស់លោកមេទ័ពសៀងអ៊ីដែលកំពុងដកថយទៅភាគខាងកើតស្ដេចលាវប៉ាងបានបញ្ជូនអ្នកនាំសារទៅសុំជំនួយពីលោកមេទ័ពហានស៊ីននិងលោកផឹងយេដើម្បីធ្វើការវាយលុកតាមច្រក3លើនគរឈូប៉ុន្តែលោកមេទ័ពហានស៊ីននិងលោកផឹងយេមិនបានកេណ្ឌទ័ពរបស់ពួកគេទៅឡើយហើយកងទ័ពរបស់ស្ដេចលាវប៉ាងទទួលបរាជ័យក្នុងពេលប្រយុទ្ធជាមួយកងទ័ពរបស់លោកមេទ័ពសៀងអ៊ីក្រោយពេលបរាជ័យស្ដេចលាវប៉ាងបានដកថយទៅកាន់ទឹកដីរបស់ព្រះអង្គវិញនិងធ្វើការពង្រឹងការការពារខ្លួនខណៈដែលព្រះអង្គបានបញ្ជូនសារទៅកាន់លោកមេទ័ពហានស៊ីននិងផឹងយេម្ដងទៀតដោយសន្យាថានឹងផ្ដល់ទឹកដីនិងតំណែងឲ្យពួកគេប្រសិនជាពួកគេជួយព្រះអង្គវាយឈ្នះលោកមេទ័ពសៀងអ៊ីនៅចុងឆ្នាំ203មុនគ្រិស្តសករាជលោកមេទ័ពហានស៊ីននិងផឹងយេបានដឹកនាំកងទ័ពរបស់ពួកគេទៅជួយស្ដេចលាវប៉ាងលោកមេទ័ពហានស៊ីនបានស្នើឲ្យមានការប្រើប្រាស់យុទ្ធសាស្ត្រវាយលុកតាម10ច្រកដើម្បីធ្វើឲ្យកម្លាំងទ័ពរបស់លោកមេទ័ពសៀងអ៊ីចុះខ្សោយមុនពេលធ្វើការវាយប្រហារធំចុងក្រោយយុទ្ធសាស្ត្រនោះទទួលបានជ័យជំនះនៅឆ្នាំ202មុនគ្រិស្តសករាជលោកមេទ័ពសៀងអ៊ីបានផុងខ្លួននៅតំបន់ហ្កៃសៀនិងត្រូវបានឡោមព័ទ្ធដោយកងទ័ពរបស់លោកមេទ័ពហានស៊ីននៅគ្រប់ច្រកនៅពេលនោះលោកមេទ័ពសៀងអ៊ីព្យាយាមវាយបើកច្រកចេញក្រៅនិងទីបំផុតលោកបានធ្វើដំណើរទៅដល់ច្រាំងទន្លេអ៊ូនិងបានធ្វើអត្តឃាតនៅទីនោះក្រោយពេលលោកមេទ័ពសៀងអ៊ីទទួលមរណភាពប្រទេសចិនត្រូវបានបង្រួបបង្រួមក្រោមការគ្រប់គ្រងរបស់ស្ដេចលាវប៉ាងព្រះអង្គបានផ្ដល់តំណែងជាស្ដេចឈូទៅឲ្យលោកមេទ័ពហានស៊ីនដើម្បីទទួលស្គាល់ការរួមចំណែកដ៏ធំធេងរបស់លោកប៉ុន្មានខែក្រោយមកស្ដេចលាវប៉ាងបានប្រកាសខ្លួនជាអធិរាជនិងត្រូវបានគេទទួលស្គាល់ថាអធិរាជហ្គាវស៊ូនៃរាជវង្សហានបាត់បង់តំណែងនិងមរណភាពនៅពេលលោកមេទ័ពសៀងអ៊ីស្លាប់នៅក្នុងឆ្នាំ202មុនគ្រិស្តសករាជចុងលីម៉ូដែលជាមេទ័ពរបស់លោកមេទ័ពសៀងអ៊ីបានធ្វើដំណើរទៅរកលោកមេទ័ពហានស៊ីននិងបានសុំជ្រកកោនដោយសារតែមិត្តភាពពីអតីតកាលលោកមេទ័ពហានស៊ីនបានការពារលោកមេទ័ពចុងលីម៉ូនិងបានឲ្យស្នាក់នៅជាមួយលោកនៅពេលដែលស្ដេចលាវប៉ាងបានដឹងថាលោកមេទ័ពចុងលីម៉ូកំពុងលាក់ខ្លួននៅជាមួយលោកមេទ័ពហានស៊ីនស្ដេចនោះក៏បានបញ្ជាឲ្យលោកមេទ័ពហានស៊ីនចាប់ខ្លួនលោកមេទ័ពចុងលីម៉ូប៉ុន្តែលោកមេទ័ពហានស៊ីនបដិសេធមួយឆ្នាំក្រោយមកស្ដេចលាវប៉ាងបានលើកពាក្យចចាមអារាមថាលោកមេទ័ពហានស៊ីនកំពុងរៀបចំផែនការបះបោរក្នុងពេលនោះអ្នកយុទ្ធសាស្ត្រកងទ័ពចាងលៀង
បានដកខ្លួនចេញពីកិច្ចការនយោបាយដូចនេះលោកឈិនភីងខ្លាយជាទីប្រឹក្សាដែលគួរឲ្យទុកចិត្តបំផុតរបស់ស្ដេចលាវប៉ាងក្រោយពេលពិភាក្សាគ្នាពួកគេបានសន្និដ្ឋានថាស្ដេចលាវប៉ាងនឹងមិនអាចយកឈ្នះលើលោកមេតបហានស៊ីនបានឡើយនៅក្នុងសមរភូមិដូច្នេះវិធីដ៏ល្អបំផុតក្នុងការយកឈ្នះគឺត្រូវធ្វើការវាយប្រហារលោកមេតបហានស៊ីននៅពេលដែលមិនបានត្រៀមខ្លួនលោកឈិនភីងបានស្នើសុំបញ្ឆោតលោកមេតបហានស៊ីនឲ្យចូលរួមប្រជុំដោយសំអាងថាស្ដេចលាវប៉ាងធ្វើដំណើរទៅកាន់បឹងយុនមេងលោកបានបញ្ជូនសារនោះទៅកាន់មេតបទាំងអស់ទូទាំងប្រទេសនៅពេលលោកមេតបហានស៊ីនបានដឹងថាស្ដេចលាវប៉ាងកំពុងធ្វើដំណើរទៅកាន់ទឹកដីឈូការគិតដំបូងរបស់លោកមេតបហានស៊ីនគឺការបះបោរប៉ុន្តែលោកបានសម្រេចចិត្តថាលោកមិនប្រព្រឹត្តអំពើឧក្រិដ្ឋកម្មឡើយនៅពេលនោះមានមន្ត្រីម្នាក់បានប្រាប់លោកមេតបហានស៊ីនថាប្រសិនជាលោកកាត់និងបង្ហាញក្បាលរបស់លោកមេតបចុងលីម៉ទៅឲ្យស្ដេចលាវប៉ាងនោះព្រះអង្គនឹងសប្បាយចិត្តក្រោយមកលោកមេតបហានស៊ីនបានទៅជួបលោកមេតបចុងលីម៉ដើម្បីសម្រេចចិត្តលើផែនការនិងគំនិតបន្ទាប់របស់លោកមេតបចុងលីម៉ត្រូវបានកាត់ក្បាលលោកមេតបហានស៊ីនបាននាំយកក្បាលរបស់លោកមេតបចុងលីម៉ទៅឲ្យស្ដេចលាវប៉ាងនិងបានពន្យល់ពីភាពគ្មានកំហុសរបស់លោកមេតបរូបនោះស្ដេចលាវប៉ាងបានបញ្ជាឲ្យគេចាប់លោកមេតបហានស៊ីននៅពេលនោះលោកមេតបលន់មាត់និយាយថាដោយពាក្យគេនិយាយមែនថាឆ្កែប្រមាញ់នឹងคล้ายជាមហូបក្រោយពេលត្រូវគេប្រើរួចក្នុងលបែងប្រមាញ់ធ្នូល្អនឹងត្រូវគេបោះចោលនៅពេលដែលគ្មានសត្វបាញ់ទៀតទីប្រឹក្សាស្លាប់ក្រោយពេលបានជួយស្ដេចវាយយកនគររបស់សត្រូវការសូត្រឃ្លាទាំងនេះគឺលោកមេតបហានស៊ីនចង់សម្ដៅថាលោកបានជួយស្ដេចលាវប៉ាងក្នុងការវាយយកនគរសត្រូវជាច្រើននិងទីបំផុតលោកលែងមានតម្លៃចំណែកស្ដេចលាវប៉ាងបានឆ្លើយតបវិញថាមានគេអះអាងថាលោកបានធ្វើការបះបោរនិងបានចាប់លោកមេតបហានស៊ីនយកទៅក្រុងឡកយ៉ាងវិញទោះបីជាស្ដេចលាវប៉ាងបានលើកលែងទោសនិងដោះលែងលោកមេតបហានស៊ីនក៏ដោយក៏ព្រះអង្គនៅតែទម្លាក់តំណែងរបស់លោកមេតបហានស៊ីនជាស្ដេចឈូដដែលក្រោយពេលមានការបណ្តេញចេញពីតំណែងលោកមេតបហានស៊ីនបានដឹងថាស្ដេចលាវប៉ាងចាប់ផ្ដើមលែងទុកចិត្តរូបលោកទៀតហើយនិងមានការប្រុងប្រយ័ត្នចំពោះលោកដូច្នេះលោកមេតបហានស៊ីនបានយកលេសថាលោកឈឺនិងបានស្នាក់នៅផ្ទះដើម្បីកាត់បន្ថយការសង្ស័យរបស់ស្ដេចលាវប៉ាងនៅឆ្នាំប្រហែល197មុនគ្រិស្តសករាជអ្នកបះបោរឈ្មោះឈិនស៊ីបានជួបលោកមេតបហានស៊ីនលោកមេតបហានស៊ីនបានសន្យាថានឹងជួយលោកឈិនស៊ីប្រសិនជាលោកឈិនស៊ីចាប់ផ្ដើមបះបោរប្រឆាំងនឹងរាជវង្សហានមិនយូរប៉ុន្មានលោកឈិនស៊ីបានធ្វើការបះបោរនៅពេលនោះស្ដេចលាវប៉ាងបានដឹកនាំកងទ័ពដោយខ្លួនឯងដើម្បីបង្ក្រាបការបះបោរខណៈដែលលោកមេតបហានស៊ីនអះអាងថាលោកមានជំងឺនិងបានជួយពីក្រោយលោកឈិនស៊ីខណៈដែលស្ដេចលាវប៉ាងបានចេញបង្ក្រាបការបះបោរអ្នកបម្រើម្នាក់របស់លោកមេតបហានស៊ីនធ្វើឲ្យលោកខឹងសម្បាលោកហានស៊ីនក៏បានដាក់ទណ្ឌកម្មលើអ្នកបម្រើនោះប្អូនប្រុសរបស់អ្នកបម្រើដែលត្រូវបានលោកមេតបហានស៊ីនដាក់ទណ្ឌកម្មបានផ្ដល់ដំណឹងពីផែនការបះបោររបស់លោកមេតបហានស៊ីនទៅឲ្យព្រះមហាក្សត្រីលីសឺរបស់ស្ដេចលាវប៉ាងព្រះមហាក្សត្រីនិងលោកទីប្រឹក្សាសៀវហឺបានរៀបចំផែនការដើម្បីឲ្យលោកមេតបហានស៊ីនចូលអន្ទាក់ពួកគេបានថ្លែងព័ត៌មានថាស្ដេចលាវប៉ាងកំពុងវិលត្រឡប់មកពីការបង្ក្រាបការបះបោរវិញនិងមានរៀបចំពិធីជប់លៀងដើម្បីអបអរសាទរជ័យជំនះលោកទីប្រឹក្សាសៀវហឺបានបញ្ចុះបញ្ចូលលោកមេតបហានស៊ីនឲ្យចូលក្នុងព្រះរាជវាំងចាងលេរបស់ព្រះមហាក្សត្រីលីសឺនៅពេលដើរចូលក្នុងព្រះរាជវាំងលោកមេតបហានស៊ីនត្រូវបានចាប់ខ្លួននិងប្រហារជីវិតភ្លាមបកពួករបស់លោកមេតបហានស៊ីនក៏ត្រូវបានកំចាត់ចោលផងដែរតាមបញ្ជារបស់ព្រះមហាក្សត្រីក្រោយពេលវិលត្រឡប់ពីបង្ក្រាបការបះបោរវិញស្ដេចលាវប៉ាងបានសម្ដែងអារម្មណ៍ធូរស្រាលនិងក៏ខកចិត្តដែរនៅពេលដឹងថាលោកមេតបហានស៊ីនត្រូវបានគេសម្លាប់